Hello again, English learner. Welcome to another grammar tip with VCE. Today, we will learn the difference between a little and a few. សួស្តីម្ដងទៀតអ្នកសិក្សាភាសាអង់គ្លេសសូមស្វាគមន៍មកកាន់គន្លឹះវេយ្យាករណ៍ជាមួយនឹង VCE ថ្ងៃនេះយើងនឹងសិក្សាអំពីភាពខុសគ្នារវាង a little និង a few. We use a little with uncountable noun. Saying we can count one by one. We use a few with countable noun. Saying we can count. យើងប្រើ a little ជាមួយនឹងនាមដែលមិនអាចរាប់បានយើងប្រើ a few ជាមួយនឹងនាមដែលអាចរាប់បាន Example I have a little money uncountable noun She drank a little water uncountable noun We have a few books countable noun He bought a few apples apple countable noun ឧទាហរណ៍ខ្ញុំមានប្រាក់បន្តិចបន្តួចប្រាក់មិនអាចរាប់បាននាងបានផឹកទឹកតិចទឹកមិនអាចរាប់បានពួកយើងមានសៀវភៅប៉ុន្មានក្បាលសៀវភៅអាចរាប់បានគាត់បានទិញប៉មប៉ុន្មានផ្លែប៉មអាចរាប់បាន Remember use a little for uncountable things use a few for countable things ចាំឲ្យបានប្រើ a little សម្រាប់អ្វីៗដែលមិនអាចរាប់បានប្រើ a few សម្រាប់អ្វីៗដែលអាចរាប់បាន Follow VCE for more grammar tips and let's grow your English step by step តាមដាន VCE សម្រាប់គន្លឹះវេយ្យាករណ៍បន្ថែមទៀតហើយយើងនឹងធ្វើឲ្យភាសាអង់គ្លេសរបស់អ្នករីកចម្រើនជាបន្តបន្ទាប់សូមអរគុណ